ខ្ញុំមានអារម្មណ៍ថា Doctor Doom នៅក្នុង Avengers Doomsday គឺជាជនចាប់ចម្រិតក្មេងហើយបានខ្ញុំនិយាយចឹងដោយសារតែ trailer ចំនួន2ដែលគេចេញដំបូង trailer Steve Rogers ក៏ដូចជា trailer Thor ហើយនឹងរឿង Fantastic Four នៅឈុត credit scene យើងបានឃើញថា Doctor Doom បានមករក Franklin Richards ដែលជាកូនរបស់ Sue Storm ជាមួយនឹង Reed Richards ហើយបានខ្ញុំនិយាយចឹងគឺខ្ញុំមាន series របស់ខ្ញុំបើសិនជាយើងមើលរឿង Fantastic Four គឺយើងដឹងហើយថា Franklin Richards គឺជាក្មេងដែលមានថាមពល cosmic ខ្លាំងមែនទែនដែលអាចសូម្បីតែជប់ជីវិតរបស់ម្ដាយគាត់នឹងឲ្យរស់ឡើងវិញពេលដែល Sue Storm បានជួយ Franklin នឹងឃើញថាគាត់ប្រើថាមពលឡើងអស់ពីខ្លួនលេងដល់សារគាត់ពេលនឹងហាក់ដូចជាស្លាប់បាត់ទៅហើយប៉ុន្តែគ្រាន់តែ Franklin Richards គឺប៉ះខ្លួនគាត់បន្តិចធ្វើឲ្យគាត់រស់ឡើងវិញចឹងមិនថាក្មេងនឹងគឺមិនធម្មតាទេដែលលើសូម្បីតែ Galactus ក៏ចង់បាន Franklin Richards ទៅដែរចឹងខ្ញុំគាត់ថាគោលបំណង Doctor Doom នេះក៏ដូចគ្នាដែរជាមួយនឹង Galactus ដោយសារតែគាត់ប្រហែលជាចង់បានថាមពលរបស់ Franklin Richards យកទៅគ្រប់គ្រងដូចគ្នាដើម្បីបង្កើនថាមពលរបស់គាត់និយាយទៅគឺវាមិនប្រហែលទេវាដឹងតែអញ្ចឹងដោយសារតែ credit scene យើងឃើញថា Doctor Doom នឹងរក Franklin Richards ដល់ផ្ទះរបស់គេតែម្ដងអូខេអញ្ចឹងយើងបន្តទៅទៀតដូចជា trailer ទី1ដែលយើងឃើញថា Steve Rogers គឺគាត់បានជិះម៉ូតូមកពីណាមិនដឹងទេហើយក៏បានសឡឹងទៅលើផ្ទះរបស់គាត់ដែលផ្ទះហ្នឹងវាគឺជាផ្ទះដែលគាត់រស់នៅជាមួយនឹង Peggy Carter យើងឃើញនៅក្នុង Avengers Endgame ហ្នឹងឯងនៅពេលដែលគាត់ត្រឡប់ពេលវេលាមកវិញគឺ scene ហ្នឹងគឺវា scene តែមួយ scene ដូចគ្នាអញ្ចឹងខ្ញុំគិតថាផ្ទះហ្នឹងគឺជាផ្ទះតែមួយហើយយើងក៏បានឃើញដែរថា Steve Rogers ហ្នឹងក៏គាត់បាន3កូនហើយយើងគ្រប់គ្នាក៏អាចសន្មតថាកូនហ្នឹងគឺជាកូនរបស់គាត់ជាមួយនឹង Peggy Carter ហ្នឹងឯងយើងអត់ដឹងទេថាកូនរបស់ Steve Rogers ដែលមាន Super Soldier Serum នៅក្នុងខ្លួនហ្នឹងគឺអាចផ្ដល់ថាមពលពិសេសអីទៅដល់កូនគាត់ដែរឬក៏អត់អាចថា Super Soldier Serum ហ្នឹងវាជាប់ DNA របស់គាត់អញ្ចឹងទៅវាអាចផ្ដល់ថាមពលពិសេសឲ្យទៅដល់កូនគាត់ឯដែរអញ្ចឹងណាអាហ្នឹងគឺយើងអត់ច្បាស់ដូចគ្នាហើយនឹងមួយទៀតគឺជាកូនរបស់ Thor តាមពិតមិនមែនកូនរបស់ Thor ទេគឺជាកូនរបស់ Eternity ដែលនៅក្នុងរឿង Thor Love and Thunder គឺយើងដឹងហើយថានៅចុងបញ្ចប់ Gore ហ្នឹងគឺគាត់បានធ្វើការសុំសេចក្តីប្រាថ្នាមួយពី Eternity ដោយឲ្យគាត់នឹងជប់ជីវិតកូនស្រីរបស់គាត់ឡើងវិញហើយក៏បានឈ្មោះថា Love ហ្នឹងឯងអញ្ចឹងគឺបានន័យថាកូននឹងគឺជាកូនដែលកើតចេញពីធម្មពលរបស់ Eternity អញ្ចឹងធម្មពលរបស់ Eternity គឺខ្លាំងមែនទែនធម្មពលលំដាប់ចក្រវាលធម្មពល Cosmic ខ្លាំងអស្ចារ្យមែនទែនអញ្ចឹងតើតើជាមួយនឹងតម្រុយទាំង3ក៏ដូចជាក្មេងៗទាំង3ដែលគេបានបង្ហាញនៅក្នុងរឿងហ្នឹងដែលវាមានលក្ខណៈពាក់ព័ន្ធគ្នាហ្នឹងខ្ញុំគិតថាវាគឺជាចំណុចស្នូលសំខាន់មួយដែលធ្វើឲ្យរឿង Avengers Doomsday ហ្នឹងវាដើរទៅមុខហើយយើងក៏បានឃើញដែរថានៅក្នុង trailer ទី2ឃើញថា Thor គឺគាត់ហាក់ដូចជាមានអារម្មណ៍សោកសៅមែនទែន Love ដែលជាកូនរបស់ Thor ដែលជាកូនចិញ្ចឹមរបស់ Thor ហ្នឹងក៏មើលទៅគាត់ហាក់ដូចជាអត់សូវស្រួលខ្លួនដែរនៅពេលជន់ដំបូងយើងឃើញទឹកមុខគាត់ហាក់ដូចជាស្លេកស្លាំងអញ្ចឹងប្រហែលជាអាចនឹងមានរឿងអ្វីមួយយ៉ាងកើតឡើងទៅលើគាត់អូខេអញ្ចឹងចំពោះក្មេងទាំង3នាក់ហ្នឹងខ្ញុំគិតថាអាចនឹងមានដំណើរសាច់រឿងសំខាន់នៅក្នុង Avengers Doomsday ដែលត្រូវឲ្យ Doctor Doom ហ្នឹងប្រហែលជាខ្លាចជាបុគ្គលចាប់ចម្រិតក្មេងដើម្បីស្រូបយកធម្មពលចេញពីក្មេងទាំង3ហ្នឹងយកទៅធ្វើជាធម្មពលរបស់ខ្លួនជាម្ខាងនេះទី1 Franklin Richards ដែលមានធម្មពល Cosmic ដ៏អស្ចារ្យដ៏ខ្លាំងសម្បើមដែលសូម្បីតែ Galactus ក៏ចង់បានដែរហើយទី2គឺជាកូនរបស់ Steve Rogers ដែលយើងអត់ច្បាស់ថាគាត់មានធម្មពលអីទេប៉ុន្តែប្រហែលជាអាចនឹងមានដែរហើយនឹងទី3គឺជា Love ដែលជាកូនចិញ្ចឹមរបស់ Thor ដែលកើតចេញពី Eternity ដែលមានធម្មពល Cosmic ដ៏ខ្លាំងក្លាដូចគ្នាខ្ញុំគិតថា Doctor Doom ក្នុងនេះគឺមិនធម្មតាទេមិនដឹងថាកម្រិតនៃភាពខ្លាំងរបស់គាត់នឹងវាដល់កម្រិតណាទេបើសិនជាដូចអ្វីដែលខ្ញុំនិយាយដោយសារតែក្នុង comic Doctor Doom គាត់គឺជាបុគ្គលដែលមានចំណេះដឹងខ្លាំងមែនទែនទាំងផ្នែកវេទមន្តក៏ដូចជាផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាហ្នឹងគឺមិនចាញ់ Reed Richards ប្រហែលទេហើយចំពោះផ្នែកវេទមន្តរបស់គាត់ហ្នឹងគឺខ្លាំងមែនទែនដោយសារតែគាត់បានរៀនពីម្ដាយរបស់គាត់ក៏ដូចជាគាត់បានទៅស្វែងរករៀនវិជ្ជាវេទមន្តទាំងអស់ហ្នឹងគ្រប់ទីកន្លែងផងដែរអញ្ចឹងអាចថាកម្រិតនៃវេទមន្តរបស់គាត់ហ្នឹងគឺអាចប៉ះប្រហែលគ្នាជាមួយនឹង Doctor Strange ក៏យើងអាចនិយាយទៅរួចបែបហ្នឹងដែរហើយខ្ញុំមិនដឹងថានៅក្នុងនេះគឺគេនឹងបង្ហាញ Doctor Doom ជា version មួយណាទេជា version Doom ធម្មតាឬក៏ God Emperor Doom តែបើសិនជា God Emperor Doom អានឹងវាកាន់តែខ្លាំងដែរដោយសារតែ God Emperor Doom គឺបានស្រូបធម្មពលចេញពី Beyonder មកអញ្ចឹង Beyonder ក៏ជាសភាវៈ Cosmic មួយដែរនៅក្នុង Marvel ប៉ុន្តែខ្ញុំគិតថាហើយជាមិនមែន Beyonder ទេដោយសារតែ Beyonder គឺគេអត់បាន set up បើសិនជាលេចមកផុយពេកក៏វាអាចទៅរួចដែរអូខេអញ្ចឹងអានេះវាគ្រាន់តែជាការសន្និដ្ឋានលេងរបស់ខ្ញុំអញ្ចឹងអត់ដឹងថាត្រូវឬក៏ខុសទេអ្នកគ្នាអាចបញ្ចេញមតិយោបល់បន្ថែមបាន